ឃើញបែបនេះចចសប្បាយចិត្តណាស់វាពួនរីករាយនិយាយម្នាក់ឯងនឹងតាមពីក្រោយព្រានផងដែរអើយតាមរោទៅសូមដឹងផងចោះណាខ្លានោះមិននៅឆ្ងាយទេខ្ញុំសម្លាប់តែមនុស្សអាក្រក់ទេខ្ញុំមិនចេះទេខ្ញុំមិនមកលេងជាមួយខ្លាទៀតឡើយនិយាយចាប់ហើយសសែងក៏បានរត់ទៅផ្ទះវិញធ្វើឲ្យខ្លាកាត់ក្តីសោកសៅជាខ្លាំងអ្នកភូមិគ្រាន់តែបានឃើញបាញ់ផងគប់ផងបណ្ដាលឲ្យខ្លាកាន់តែមានរបួសតែខ្លាអត់ធ្មត់ចិត្តមិនតបតទេព្រានបាញ់ផងយកដំបងគប់ផងហើយក៏បានរីរាំងមិនឲ្យខ្លាចេញឡើយខ្លាអស់កាសអស់ធ្មត់ក៏បានតែព្រានដៃឡើងដួលតែម្ដងអូយល្ងិតមុខឲ្យអញបងប្អូនខ្លានេះកាច់ណាស់រឿងខ្លាព្រៃស្រឡាញ់កូនមនុស្សអ្នកផ្ទះតូចមួយនៃគ្រួសារពូចិតឃើញថាមានសភាពទ្រុឌទ្រោមណាស់ទៅហើយតែគាត់ពុំមានប្រាក់ទិញឈើល្អៗមកជួសជុលទេហេតុនេះពូចិតក៏បាននិយាយនឹងប្រពន្ធថាម៉ែវាផ្ទះឈើពួកយើងចាស់ណាស់ទៅហើយខ្ញុំគិតតែស្អែកនេះទៅកាប់ឈើល្អយកមកជួសជុលហើយណាចាពុកវារួចចោះពុកវាគិតទៅជាមួយអ្នកណាដែរលោកបងសនចៅណោមចៅណាងទៅដែរទេហ្នឹងពួកគាត់ដូចជាមិនខ្វះឈើទេខ្ញុំគិតទៅម្នាក់ឯងហ្នឹងណាព្រោះអ្នកភូមិយើងដូចជាមិនខ្វះឬក៏ត្រូវការឈើផងទេបច្ចុប្បន្ននេះនោះបើអញ្ចឹងពុកវាចង់ទៅប្រហែលថ្ងៃគិតថាឡើងទៅលើភ្នំមើលពីចម្ងាយសិនហើយស្អែកខាន់ស្អែកបានទៅប្រហែលជាអាច4ថ្ងៃអីហ្នឹងណាម៉ែវាបើអញ្ចឹងស្អែកនេះខ្ញុំនឹងទៅស៊ីឈ្នួលស្ទង់ស្រូវយកប្រាក់ជួលរទេះគោគេអូសឈើណាពុកវាបាទអូមែនហើយម៉ែវាមិនបាច់ទៅស៊ីឈ្នួលគេទេខ្ញុំអាចនឹងកាប់ឈើរួចបណ្ដែតតាមទឹកចុះមកព្រោះខែនេះទឹកវាហូរស្រាប់ទៅហើយតាមតែពុកវាចោះយ៉ាងណាយ៉ាងណីប្រយ័ត្នផងណានាងតូចសសែងដែលជាកូនពូចិតនិងមីងជពូក៏បានដើរមកនិងបាននិយាយថាពុកម៉ែមុននេះកូនលើថាពុកទៅកាប់ព្រៃមែនទេកូនសុំទៅជាមួយពុកផងបានទេកូននៅតូចណាស់កុំទៅអីណានៅជាមួយម៉ែនឹងហើយកូននៅតូចមែនតែកូនអាចជួយពុកបានណាម៉ែអត់ទេកូនត្រូវនៅជួយដាំជីស្លឹកខ្ទឹមនិងស្លឹកគ្រៃនៅក្រោយផ្ទះជាមួយម៉ែណាមិនអីទេម៉ែវាកូនទៅជាមួយខ្ញុំបានព្រោះថ្ងៃនេះខ្ញុំគ្រាន់តែឡើងទៅមើលពីលើភ្នំតើកូនទៅទេចាប់ពុកកូនទៅកូនសប្បាយចិត្តណាស់កូននេះចាំមែនកុំចូលព្រៃជ្រៅពេកណាពុកវាខ្ញុំខ្លាចកូនឃ្លានបាយមិនអីទេម៉ែកូនអាចបេះផ្លែឈើហូបបានកូនពូកែឡើងដាំឈើណាអើយព្រោះតែរពឹសនឹងហើយទៅម៉ែបារម្ភនឹងណាមិនអីទេម៉ែវាខ្ញុំចេះមើលកូនហើយតោះកូនស្រីចាប់ពុកម៉ែកូនទៅហើយអើយពុកកូននេះចាំមែននៅក្នុងព្រៃពុកកូនដូចជាលើសំឡេងកូនសត្វព្រៃស្រែកយំស្ដាប់ទៅវាដូចជាកំពុងតែមានរបួសអញ្ចឹងមែនតើកូនឯងប្រយ័ត្នផងណាក្រែងលោមានសត្វសាហាវនៅចិត្តនេះចាប់ពុកសំឡេងដែលស្រែកយំមុននេះគឺជាកូនខ្លាតូចមួយក្បាលហើយកូនខ្លាតូចមួយនោះកំពុងតែមានរបួសជើងជាខ្លាំងពុកមកចាស់ពុកកូនខ្លាមានហូរឈាមច្រើនណាស់កូនស្រីប្រយ័ត្នផងណាក្រែងមានមេវានៅចិត្តហ្នឹងចាប់ពុកអាពុកចង់ជួយវាផងទៅមើលចុះវាគួរឲ្យអាណិតណាស់បាទកូនខ្លាខ្ញុំបិទថ្នាំតិចឲ្យទេណាកុំខ្លាចអីកូនខ្លាមុខជាត្រូវសត្វធំធ្វើបាបហើយពិតជាគួរឲ្យអាណិតណាស់ទាំងពូចិតនិងសូសែងពិតជាមានទឹកចិត្តចំពោះកូនសត្វព្រៃនេះណាស់តាំងពីអ្នកជួយបិទថ្នាំកូនខ្លាយ៉ាងយកចិត្តទុកដាក់រហូតរួចរាល់តែម្ដងរួចហើយថ្ងៃក៏ខ្ពស់ណាស់ដែរតោះពួកយើងទៅផ្ទះវិញទៅកូនចាប់ពុកលីហើយណាកូនខ្លាតូចថែខ្លួនផងលើទេ
កូនខ្លាសម្លឹងមើលមុខសូសែងមិនឈប់នោះទេវាហាក់ដូចជាចូលចិត្តនាងតូចណាស់ហេតុនេះរង្វង់មុខដ៏តូចរបស់សូសែងតែងដកជាប់នៅក្នុងការចងចាំរបស់កូនខ្លាជានិច្ចទៀតផង10ឆ្នាំក្រោយមក ច្រើនឆ្នាំហើយនាងតូចនោះមិនដែលមកព្រៃសោះខ្ញុំពិតជានឹកនាងមែនទែនមែនហើយបើខ្ញុំនៅទីនេះខ្ញុំនៅតែនឹកនាងមិនឈប់ទេចុះបើសិនជាខ្ញុំទៅវិញនឹងមានរឿងអីកើតឡើងទៅណោះ ខ្លាដ៏ធំជាសត្វដ៏សាហាវតែវាបែរជានឹកនិងលួចស្រឡាញ់សូសែងទៅវិញវានៅមិនសុខទេហេតុនេះថ្ងៃមួយនោះវាក៏បានសម្រេចចិត្តថាចូលក្នុងភូមិដើម្បីស្វែងរកសូសែងតែម្ដងនៅតាមផ្លូវជួយផងជួយផងជួយផង តើអ្នកណាគេស្រែកសុំជំនួយនៅមាត់ព្រៃហ្នឹងតើមានអីដែលធ្វើឲ្យមនុស្សខ្លាចជាងយើងទៀតនោះ ខ្លាដ៏ធំដើររកតាមសំឡេងនេះរហូតបានឃើញថាសូសែងកំពុងតែកាន់មែកឈើមួយទប់ទល់នឹងចចោះដ៏កំណាចមួយក្បាលចចោះឆាប់ចេញទៅចេញភ្លាមទៅមិនចឹងទេខ្ញុំវាយឯងមួយដបងហើយណាចេញភ្លាមទៅចចោះបំរុងតែហក់សង្គ្រប់សូសែងទៅហើយតែភ្លាមនោះវាបែរជារត់លោតចេញបកក្រោយបះកន្ទុយឆ្កែទៅវិញព្រះអើយខ្ញុំភ័យណាស់ តើនាងភ័យណាស់មែនទេ ភ័យចចោះមិនទាន់បាត់ផងស្រាប់តែខ្លាដ៏ធំនោះធ្វើឲ្យនាងភ័យជាងមុនទៅទៀតព្រះអើយខ្លាធំណាស់នាងព្រះអើយខ្ញុំមិននឹកស្មានថាបានជួបនាងនៅទីនេះសោះខ្ញុំនឹកនាងណាស់ទីបំផុតខ្ញុំបានជួបនាងហើយ ឃើញថាសូសែងសន្លប់បែបនេះខ្លាក៏បានរងចាំនាងមិនទៅណាទេវាចាំរហូតដល់តែនាងភ្ញាក់ដឹងខ្លួនមកវិញខ្លាធំណាស់ជួយផងកុំខ្លាចអីខ្ញុំមិនធ្វើបាបនាងទេ មិនក៏ខ្លាមិនសម្លាប់មនុស្សទៅវិញនោះ សូមនាងមើលទៅមើលថាខ្លានេះជាខ្លាដែលនាងធ្លាប់ស្គាល់ទេ ខ្លាមានលក្ខណៈមិនខុសគ្នាទេតែថាខ្លាសួរបែបនេះមានន័យថាខ្លាធ្លាប់ស្គាល់ខ្ញុំមែនទេ មែនហើយពួកយើងស្គាល់គ្នាកាលពីមុនកាលនោះនាងនិងឪពុកនាងបានជួយខ្ញុំនៅពេលដែលខ្ញុំមានរបួសនោះអី ជាកូនខ្លារបស់ជើងមែនទេខ្ញុំចាំបានហើយរយៈពេល10ឆ្នាំហើយឯងពិតជាធំលឿនខ្លាំងណាស់ មែនហើយហេតុនេះខ្ញុំមិនសម្លាប់នាងទេព្រោះនាងជាអ្នកមានគុណរបស់ខ្ញុំ មែនហើយអរគុណណាស់តែខ្លាឯងចូលមកមាត់ព្រៃអញ្ចឹងមិនខ្លាចព្រានតែមែនទេវាគ្រោះថ្នាក់ខ្លាំងណាស់ណា ព្រោះខ្ញុំនឹកនាងពេកខ្ញុំគិតតែចង់ទៅរកនាងតាតែចៃដន្យក៏បានជួបនៅទីនេះតែម្ដងទៅ នឹកមែនទេតែគ្រោះថ្នាក់ណាស់ណាអរមែនហើយខ្លាអ្នកភូមិគេចង់បានស្បែកខ្លាំងណាស់ព្រោះបើមានអ្នកសម្លាប់បានអ្នកនោះនឹងទទួលបានរង្វាន់ចុះល្អលោកខ្លាគេចេញទៅ តែមិនងាយបានជួបនាងទេហេតុនេះខ្ញុំមិនដាច់ចិត្តទេណាឥឡូវគិតអញ្ចេះចុះនាងជិះលើខ្នងខ្ញុំមកខ្ញុំនឹងជួននាងដើរលេង ល្អដែរមែនទេ ជឿចោគ្មានសត្វណាហ៊ានធ្វើបាបនាងទេហើយម្យ៉ាងទៀតខ្ញុំចង់ធ្វើល្អជាការសងគុណបានខ្លះផងដែរ ក៏ល្អនឹងសមហេតុផលផងណាបានចឹងខ្ញុំមិនគួរសមទេណា បានមកសូមឡើងមកលើខ្នងខ្ញុំមក សូសែងពិតជារីករាយណាស់ព្រោះនេះជាលើកទី1ហើយសម្រាប់នាងព្រោះកន្លងមកនាងក៏មិនដែលមានមិត្តភក្តិដែរពិតជារីករាយណាស់ខ្លា តើនាងចង់ហូបសាច់សត្វព្រៃដែរទេចាំខ្ញុំចាប់វាឲ្យនាងណា ឆៃមែនទេអីអត់ទេខ្ញុំមិនហូបសាច់ឆៃទេណា នាងអាចយកវាទៅចម្អិនបានតា មិនលាក់បាំងទេណាខ្លាខ្ញុំនឹងអ្នកផ្ទះគឺហូបសាច់មាន់ទេត្រីខ្យងក្តាមមែនហើយតែបើឲ្យសម្លាប់ឬក៏ជាជីនោះខ្ញុំមិនអាចចិត្តទេណា ចុះក្រែងសត្វជាចំណីរបស់មនុស្សអី មែនតែ
តែខ្ញុំអាណិតណាស់ដឹងទេខណៈដែលឃើញការសម្លាប់នៅនឹងមុខបែបនេះនោះ មិនអីទេណាចាំខ្ញុំវាយប្រហារសត្វព្រៃឲ្យនាងនឹងចាំនៅទីនេះហើយ អើយខ្លាចាប់សិនខ្លាបាននាំសូសែងដើរលេងនិងចាប់សត្វព្រៃឲ្យនាងយកទៅផ្ទះផងដែរចំណែកចចកវិញនោះមិនទៅណាឆ្ងាយទេវាពួនខ្លំមើលគ្រប់សកម្មភាពទាំងអស់តែម្ដងអើយវាចម្លែកណាស់មិនក៏ខ្លាជួយយកអាសានាងមនុស្សទៅវិញត្រូវហើយចាំមើលណាខ្លានោះយើងនឹងកំចាត់ឯងចោលថ្ងៃនោះដែរសូសែងក៏បានវិលទៅផ្ទះវិញជាមួយនឹងទុនសាយងាប់នៅក្នុងដៃមួយក្បាលនៅផ្ទះសូសែងពុកម៉ែកូនមកវិញហើយកូនទៅតែមកពីណាម៉ែបារម្ភណាស់ណា ហើយកូនឯងទៅមកពីណាបានជាបានសាយមកនឹង ចាប់ពកកូនបានចូលក្នុងព្រៃហើយក៏បានជួបខ្លាផងដែរអើយថាម៉េចបានជួបខ្លាអើយព្រះអើយពុកវាខ្ញុំទុនដៃទុនជើងអស់ហើយ ឲ្យកូនវិញនិយាយឲ្យចប់សិនមើលម៉ែវា ពុកម៉ែខ្លានោះស្លុតណាស់ព្រោះវាជាខ្លាដែលពួកយើងធ្លាប់ជួយកាលពី10ឆ្នាំមុននោះអីណាពុក អូគឺអញ្ចឹងទេអីតែថាកូនដឹងទេមួយរយៈនេះអ្នកភូមិចង់បានស្បែកខ្លាណាស់តើកូនគិតបែបណាដែរ ពុកកូនសុំរឿងនេះបានទេខ្លានោះជាខ្លាល្អណាស់ហើយវាក៏បានជួយកូនពីការវាប្រហារនៃចចកកំណាច់ផងដែរកូនមិនដាច់ចិត្តទេ ទោះពុកមិនសម្លាប់តែអ្នកភូមិក៏មិនលើកលែងដែរព្រោះនេះជារង្វាន់ធំណាស់ណាកូនស្រីគ្មានអ្នកណាចង់បាត់លៀបនោះទេ កាន់ចេះចោះខ្លាផ្សេងអាចយកបានតែហាមខ្លាដែលជាមិត្តរបស់កូនតើបានទេពុក ពុកនឹងព្យាយាមការពារមិត្តរបស់កូនចុះកូនកុំបារម្ភអី ចាប់ពុកកូនអរគុណហើយពេលមួយថ្ងៃទៅមួយថ្ងៃសូសែងតែងតែទៅលេងជាមួយខ្លាហើយរឿងនេះពូចាត់ពិតជាបារម្ភណាស់តែពួកគាត់ពិតជាមិនអាចខាត់នាងទេ តើគិតបែបណាទៅម៉ែវាខ្ញុំពិតជាបារម្ភណាស់ចុះបើថ្ងៃណាមួយខ្លាសម្លាប់យើងតើយើងគិតយ៉ាងម៉េចទៅ ហើយខ្ញុំក៏មិនដឹងធ្វើបែបណាដែរតែថាខ្លាក៏ស្លូតដែរណាពុកវាមើលចោះខ្លាឲ្យកូនយើងជិះលើខ្នងមកផ្ទះរហូតណា បើពួកយើងមិនសម្លាប់ខ្លាខ្ញុំថាអ្នកផ្សេងមុខជាសម្លាប់វាហើយឥឡូវគិតអញ្ចេះទៅខ្ញុំនឹងឲ្យកូនស្រីយើងនឹងខ្លានៅឆ្ងាយពីគ្នាសិនចុះតើល្អទេ ចាពុកវាខ្ញុំតាមតែពុកវាឯងទេពុចិត្តនឹងមីងចម្ពូមានចិត្តល្អណាស់នឹងមិនចង់បានលៀបសការៈពីការយកស្បែកខ្លាទេតែថាចោះចចកវិញនោះយើងជាចចកឆ្លាតហើយយើងក៏ដឹងថាមនុស្សកំពុងចង់បានអ្វីដែរបើបែបនោះចាត់ការអាខ្លានោះវាមិនពិបាកទេគ្មានវាយើងកាន់តែងាយស្រួលគិតបែបនេះហើយចចកបានរៀបចំបង្កើតជាដានជើងខ្លាបន្ថែមគៀកដានភូមិដើម្បីឲ្យអ្នកភូមិដឹងថាពេលនេះគឺមានខ្លាដ៏ធំកំពុងតែនៅជិតភូមិគ្រប់ពេលម្ដងនេះណាខ្លានោះមុខជាត្រូវអ្នកភូមិសម្លាប់និងវះយកស្បែកមិនខានទេ ដោយការរំពឹងទុករបស់ចចកអញ្ចឹងទីបំផុតមានព្រានម្នាក់បានឆ្លងកាត់និងបានសម្គាល់ឃើញថា តើខ្លាវាហ៊ានចូលមកក្បែរភូមិផងមែនទេហើយវាមិនចេះខ្លាចទេក៏អី ឃើញបែបនេះចចកសប្បាយចិត្តណាស់វាពួនរីករាយនិយាយម្នាក់ឯងនិងតាមពីក្រោយព្រានផងដែរអើយតាមរោទៅសូមដឹងផងចោះណាខ្លានោះមិននៅឆ្ងាយទេ មុខជានៅចិត្តនេះហើយ ព្រានព្យាយាមតាមដានជើងរហូតទីបំផុតព្រានក៏បានឃើញថាខ្លាកំពុងតែដេកលំលក់នៅក្រោមម្លប់ឈើ ពិតជាមានខ្លាមែនតើសំណាងអញហើយម្ដងនេះរង្វាន់នឹងកិត្តិនាមបរោះពូកែមុខជាបានលើយើងជាមិនខាន អើយកុំយូរពេកសម្លាប់វាទៅព្រានមិនចាំយូរទេទីបំផុតគាត់ក៏បានបាញ់ព្រួយតែម្ដង ចំហើយខ្ញុំបាញ់ត្រង់ល្អណាស់អូយអ្នកណាគេមកបាញ់ខ្ញុំហ្នឹងអូយឈឺណាស់
ព្រានស្មានថាគាត់បាញ់មុននេះខ្លានឹងស្លាប់តែមិនមែនចឹងទេមើលចុះខ្លាមិនតន់ដួលឯណាមិនតែប៉ុណ្ណោះថែមទាំងសម្រាប់ព្រានទៀតផង អូយជួយផងអូយសំមុខហើយអាមនុស្សលោភលន់ អើយចាំជាចង្រៃមែនខ្លាដេកលក់សោះក៏ប្រហាមិនបានដែរគួរឲ្យខកចិត្តណាស់ ជួនជាពេលនោះល្មមសូសែងក៏បានដើរចូលមកនិងបាននិយាយថាមិនក៏បែបនេះក្រែងខ្លាសន្យាឲ្យមែនទេថាមិនសម្លាប់មនុស្សនោះចាំមិនក៏បែបនេះខ្លាសម្លាប់មនុស្សទៅវិញ តែខ្ញុំឃើញតែគេចង់សម្លាប់ខ្ញុំទើបខ្ញុំការពារខ្លួនណា ខ្ញុំមិនជឿទេពុកមានប្រសាសន៍ត្រូវហើយជាមនុស្សមិនគួរណាជឿសត្វសាហាវទេភាពសាហាវនេះខ្លាមិនចោលសណ្ដានឡើយ ខ្ញុំសម្លាប់តែមនុស្សអាក្រក់ទេ ខ្ញុំមិនជឿទេខ្ញុំមិនមកលេងជាមួយខ្លាទៀតឡើយ និយាយចាប់ហើយសូសែងក៏បានរត់ទៅផ្ទះវិញធ្វើឲ្យខ្លាកាត់ក្តីសោកសៅជាខ្លាំង មើលទៅម្ចាស់ស្នេហ៍ខ្ញុំខឹងនឹងខ្ញុំហើយខ្ញុំពិតជាពិបាកចិត្តណាស់ អើយតាមពិតខ្លានោះវាស្រឡាញ់មនុស្សដល់ថ្នាក់នេះណោះអញគិតបញ្ឆោតវាសិន ចចកមានគំនិតអាក្រក់មួយទៀតហើយម្ដងនេះវាតាំងសេចក្តីក្លាហានបន្តិចរួចដើរចូលមកជិតខ្លានិងបាននិយាយថា សួស្ដីលបងខ្លាដល់គួរឲ្យគោរព ចេញទៅអញមិនខ្លាចយើងសម្លាប់ទេមែនទេ ខ្ញុំពិតជាខ្លាចណាស់តែខ្ញុំអាណិតលោកបងស្រឡាញ់នាងក្មេងនោះណាស់ពិតទេ មែនហើយតែនាងដូចជាមិនស្រឡាញ់យើងទេនាងគ្រាន់តែចូលចិត្តលេងជាមួយយើងនៅពេលដែលនាងមកដកផ្សិតព្រៃតែប៉ុណ្ណោះ តែខ្ញុំមានមធ្យោបាយមួយណាស់លោកបងចាប់អារម្មណ៍ទេ ជាអ្វីទៅ នាងមុខជាស្រឡាញ់លោកបងមិនចឹងណាមិនមែននាងសុកចិត្តការពារលោកបងពីការប៉ុនប៉ងសម្រាប់បងទេ អញនិយាយនេះជាការពិតទេនាងពិតជាចង់ជួយយើងមែនក៏អី តែខ្ញុំតែងតែចូលក្នុងភូមិហើយក៏តែងតែឮថាអ្នកភូមិចង់បានស្បែកខ្លាណាស់តែពួកគេរកលោកបងមិនឃើញទេព្រោះសូសែងជាអ្នករារាំងនោះអី បើអញ្ចឹងនាងពិតជាស្រឡាញ់ខ្ញុំណាស់ហើយ ប៉ាត់ហើយឥឡូវមិនក៏លោកបងមិនទៅជួបនាងតែម្ដងទៅនាងក៏មុខជានឹកលោកបងដែរមិនខានទេ តែពេលនេះនាងខឹងនឹងខ្ញុំណាស់ហើយខ្ញុំក៏មានរបួសទៀត អើយកាត់ចេះចោះស្អែកនេះណារបួសលោកបងក្រៀមតិចហើយចំណែកសូសែងក៏មិនខឹងទៀតដែរលោកបងខ្លាអាចទៅជួបនាងបានហើយ ចុះអ្នកភូមិនោះពួកគេនឹងខ្លាចខ្ញុំហើយរត់អស់មិនខានទេម្យ៉ាងក្រែងពួកគេចង់បានស្បែកមិនអញ្ចឹងឯងបើបែបនោះមែនពួកគេនឹងវាយប្រហារខ្ញុំប្រកាសណា ពួកគេមិនអាចធ្វើអីលោកបានទេបើលោកមានកម្លាំងខ្លាំងបែបនេះនោះម្យ៉ាងណាមានសូសែងពួកគេមិនសម្លាប់ខ្លាឡើយ ឯងនិយាយក៏ត្រូវដែរស្អែកសឹមខ្ញុំទៅរកនាងចុះព្រោះខ្ញុំពិតជាចង់រស់នៅជាមួយនាងណា ចាឥឡូវនេះខ្ញុំជួយបិទថ្នាំឲ្យលោកបងចោះ អរគុណហើយណាចចក ចាកុំគួរសមអី វេលាស្អែកក៏បានមកដល់ខ្លាក៏បានធ្វើដំណើរតាមរកសូសែងនៅក្នុងភូមិចំណែកចចកវិញនោះតាមមើលសកម្មភាពពីចម្ងាយដូចដើម អើយកុំថាឡើយមនុស្សសំបីតែសัตว์ក៏ស្នេហាធ្វើឲ្យវង្វេងដែរ អើយទៅចោះទៅងាប់ចោះ តើអូននៅទីណាបងពិតជាចង់ជួបអូនណា ខ្លាដើរហើយដើរទៀតលុះបានបន្តិចស្រាប់តែអ្នកភូមិផ្អើលឆោឡោជាខ្លាំង បងប្អូនប្រយ័ត្នផងមានខ្លាធំណាស់ បងប្អូនអើយនាំគ្នាយកដំបងយកកំបិតមកអ្នកណាសម្លាប់បាននោះអ្នកនោះជាអ្នកខ្លាំងហើយ ខ្ញុំនឹងវះស្បែកខ្លានេះស្បែកវាមុខជាក្រាស់និងលាតសន្ធឹងបានធំប្រកបហើយមិនក៏ពួកគេចង់សម្លាប់ខ្ញុំមកព្រោះតែរឿងល្អអន្តាមិនមានបំណងចង់សម្លាប់អ្នកណានោះទេ អ្នកភូមិគ្រាន់តែបានឃើញបាញ់ផងគប់ផងបណ្ដាលឲ្យខ្លាកាន់តែមានរបួសតែខ្លាអត់ធ្មត់ចិត្តមិនតបតទេ អូយឈឺណាស់អូយឈប់ទៅយកខ្សែតាក់វាតែម្ដងទៅអត់ទេបើតាក់វាមុខជាបំរាស់ដាច់ចំណងវិធីល្អបំផុតគឺសម្លាប់នៅនឹងកន្លែងតែប៉ុណ្ណោះ ម
ពេលហើយមានតែវិធីនេះទេអើយរួចចោះប្តីខ្ញុំតាណាហើយចេះមិនមកបញ្ចេញស្នាដៃសោះ អ្នកដែលមានស្នាដៃមុខចកិច្ចមិនរួចពីខ្ញុំនោះទេ អូនសូសែងតើអូនអីណាបងតាមរកអូនមិនឃើញសោះហើយអ្នកភូមិមករារាំងផ្លូវបងទៀត ព្រានក៏បានព្យាយាមមិញមលីក៏អញ្ចឹងលោកមេភូមិក៏ដូចគ្នាដែរមើលចោះខ្លាឡើងរបួសពេញខ្លួន ខ្ញុំយកព្រួញបាញ់ជើងវាសិនទៅមិនខូចនិងមិនដាច់ស្បែក ព្រានបាញ់ផងយកដំបងគប់ផងហើយក៏បានរីរាំងមិនឲ្យខ្លាចេញឡើយខ្លាអស់កាសអស់ធ្មត់ក៏បានទះព្រានលើដៃឡើងដួលតែម្ដង អូយអូយល្ងិតមុខឲ្យអញបងប្អូនខ្លានេះកាច់ណាស់ ហើយខ្ញុំថាហាក់កុំខ្លាចខូចស្អាប់ស្បែកទាំងមូលអីទិញវិខំយើងទៅយល់ល្អបាញ់ទម្លុះបេះដូងតែម្ដងទៅយល់បែបនេះហើយព្រានសាជាថ្មីក៏បានយកព្រួញបាញ់បេះដូងខ្លាបណ្ដាលឲ្យវារបួសជាខ្លាំង អូយចុកណាស់ឬមួយក៏ខ្ញុំត្រូវស្លាប់ទាំងមិនបានជួបម្ចាស់ស្នេហ៍មែនទេអូ អើយលើបងជោគជ័យហើយស្ដាយណាស់បើប្តីខ្ញុំនៅណាមកជាអាចសាងស្នាដៃនៃភាពក្លាហានដែរហើយ លបងព្រានដុកពូកែណាស់បាញ់ត្រង់មែនទែន ក្នុងពេលវេលានោះផងដែរផាន់ណានិងសូសែងក៏បានដើរចូលមកនិងបាននិយាយថាប៉ាថោអីមិនក៏អញចូលមកក្នុងភូមិបែបនេះ នោះជាខ្លាដែលជាមិត្តរបស់អូននឹងមែនទេ ចាប់បងគឺមិនហើយមិនដែលមានមនុស្សឯណាជាមិត្តនឹងខ្លាទេឯងក៏ហក់ហើយព្រោះចង់បានខ្លាយកទៅជារបស់ខ្លួនឯងមែនទេខ្ញុំមិនដណ្ដើមទេតែខ្លានោះគឺជាមិត្តខ្ញុំមែនណា បានឃើញអូនជាលើកចុងក្រោយបងអស់ចិត្តហើយ ខ្លាកំសត់អើយអ្នកមកជាមកតាមរកខ្ញុំហើយសុំទោសណាដែលខ្ញុំខឹងឯងបើខ្ញុំមិនខឹងឯងទេម្ល៉េះឯងក៏មិនមកទីនេះដែរ ខ្ញុំសុំសួរនាងបានទេតើនាងធ្លាប់ស្រឡាញ់ខ្ញុំដែរទេ គឺថា សូមឆ្លើយមកមុននឹងខ្ញុំស្លាប់ខ្ញុំពិតជាចង់ដឹងណា អត់ទេខ្ញុំមិនអាចស្រឡាញ់ខ្លាឡើយខ្ញុំមានប្តីហើយណា អត់ទេហេតុអីបានជានាងមិនស្រឡាញ់ខ្ញុំ តើមានមនុស្សឯណាទេដែលមានស្នេហានឹងខ្លាបានទេសុំខ្លាកុំខឹងអីណា បានខ្ញុំមិនខឹងទេខ្ញុំមិនខឹងនឹងនាងទេតែខ្ញុំសូមសច្ចាថាបើមានជាតិក្រោយមែនខ្ញុំសូមខ្លាយជាមនុស្សនឹងបានជួបនាងផងទៅចោះអូ អើយសាំមុខហើយធំតែខ្លួនមានតែកម្លាំងតែខ្វះបញ្ញាហើយទៅងាប់ចោះគឺសាំបំផុតហើយ ចចកផងដែររំភើបនឹងជោគជ័យនេះណាព្រានក៏បានឃើញនិងបានបាញ់ព្រួញសម្រាប់វាងាប់បាត់ទៅ អូយចុកណាស់លោកអើយ ប្រសើរណាស់ម្ដងនេះបានសัตว์ម្ដងពីរតែម្ដងហើយលបងព្រាន លោកបងពូកែណាពេលនោះផងដែរវិញ្ញាណខ្លាមិនចាប់ជាតិទេព្រោះវារងចាំកំណើតថ្មីនិងមានបំណងប៉ងជាមនុស្សផងដែរនោះអី វិញ្ញាណខ្លានៅទីនេះហើយមានបុណ្យគ្រប់គ្រាន់អ្នកនឹងក្លាយជាមនុស្សព្រមទាំងបានជួបម្ចាស់ស្នេហ៍ផងដែរក្រាបទូលលោករុក្ខទេវតាទូលបង្គំនឹងមិនប្រហែសប្រះចាកពិសិលសច្ចៈទេ ស្នេហាតែមានការខកចិត្តតែខ្លាមិនទុយចិត្តទេហេតុនេះវិញ្ញាណរបស់ខ្លាក៏បានព្យាយាមរក្សាសិលរហូតតទៅមិនប្រែឡើយ